Rương mê thiêu ví Còn cái chong nâng trấy chia xâm lánh nâng khnia.ពួកគេទាំង3រៀននៅសាលាជាមួយគ្នាកង្កែបមានចរិតខុសពីខ្យងនិងត្រីក្រៅពីការសិក្សានៅសាលាកង្កែបបានឆ្លៀតពេលរៀននៅផ្ទះដោយការអានសៀវភៅកង្កែបឧស្សាហ៍ព្យាយាមរៀនសូត្រណាស់វាមើលប្អូនបណ្ដើរអានសៀវភៅបណ្ដើរនៅក្នុងបន្ទប់របស់កង្កែបពោរពេញទៅដោយសៀវភៅប្លែកៗពីគ្នាដែលកង្កែបអានរួចរាល់រីឯត្រីនិងខ្យងវិញមិនដែលខ្វល់ខ្វាយពីការសិក្សាឬចាប់កាន់សៀវភៅអានឡើយទោះបីកង្កែបជួយដាស់តឿនពួកគេក៏ដោយក៏ពួកគេគិតតែពីដើរលេងតែប៉ុណ្ណោះដោយសារតែការខិតខំប្រឹងប្រែងរៀនសូត្រកង្កែបក៏ទទួលបានការងារល្អមួយសមរម្យនៅក្នុងសង្គមគាត់ខិតខំធ្វើការណាស់ហើយទោះបីជាមមាញឹកយ៉ាងណាក៏ដោយក៏កង្កែបមិនដែលចោលទម្លាប់អានសៀវភៅដែរមានពេលមួយកង្កែបកំពុងអានសៀវភៅនៅផ្ទះស្រាប់តែមានសត្វក្តាមមួយក្បាលវាយ៉ាងត្រហេបត្រហមមកប្រាប់កង្កែបថាបងកង្កែបបងខ្យងនិងបងត្រីដែលជាសម្លាញ់ល្អរបស់បងកំពុងតែឆ្លោះប្រកែកនិងវាយគ្នាទោះបីមានអ្នកខាត់យ៉ាងណាក៏មិនស្ដាប់ដែរឮដូចនេះកង្កែបប្រញាប់ប្រញាល់ធ្វើដំណើរយ៉ាងលឿនទៅដល់កន្លែងកើតហេតុកង្កែបព្យាយាមខាត់និងវិភាគសួររកដើមហេតុនៃទំនាស់កង្កែបបានរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកគេទាំងពីរហើយពួកគេកាន់តែស្រឡាញ់រាប់អានគ្នាថែមទៀតផងពួកគេបានអរគុណកង្កែបជាខ្លាំងដែលបានដោះស្រាយទាន់ពេលវេលារំលងបានប៉ុន្មានសប្តាហ៍ស្រាប់តែមានគ្រួសារអន្ទង់បានឆ្លោះទាស់ទែងខ្វែងគំនិតគ្នាគិតចង់លែងលះពេលនោះកង្កែបបានមកពន្យល់ប្រាប់ពីផលវិបាកផ្សេងនៃការលែងលះគឺវាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិនិងកូនក្លាយជាក្មេងកំព្រាជាដើមកង្កែបបានពន្យល់ណែនាំឲ្យប្តីប្រពន្ធទាំងពីរចេះអត់ឱនឲ្យគ្នាទៅវិញទៅមកនិងចេះគិតវែងឆ្ងាយដើម្បីអនាគតគ្រួសារទាំងមូលទាំងពីរអ្នកប្តីប្រពន្ធយល់ច្បាស់ពីសម្ដីរបស់កង្កែបហើយសន្យាឈប់ឆ្លោះគ្នាទៀតហើយក្រោយមកទៀតរាល់ពេលអ្នកភូមិមានបញ្ហាកង្កែបតែងជួយផ្ដល់គំនិតនិងស្វែងរកវិធីដោះស្រាយដោយសន្តិវិធីអ្នកភូមិគ្រប់គ្នាឆ្ងល់និងសួរកង្កែបថាហេតុអ្វីបានជាកង្កែបឯងពូកែមានគំនិតច្រើនក្នុងការដោះស្រាយបញ្ហាម្លេះកង្កែបតបថានោះគឺដោយសារការអាននិងខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវរបស់ខ្ញុំអ្នកភូមិបានយល់ពីតម្លៃនៃការអានហើយយល់ថាការអានច្រើនគឺធ្វើឲ្យយើងចេះកាន់តែច្រើនពួកគេបានទៅខ្ចីសៀវភៅរបស់កង្កែបមកអានគ្រប់គ្នាកង្កែបត្រូវបានអ្នកភូមិស្រឡាញ់រាប់អាននិងចាត់ទុកជាសត្វគំរូមួយព្រមទាំងដាក់ងារឲ្យថាមេធាវីកង្កែប